សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីវិធីឆុងអូវ៉ាន់ទីនចំណុះ2លីត្រសម្រាប់ធ្វើច្រកដាក់ដបលក់បងប្អូនដូច្នេះគ្រឿងផ្សំរបស់យើងមានដូចជាម្សៅដោះគោម៉ាក់ណាក៏បានដែរជាមួយនឹងអូវ៉ាន់ទីនឥឡូវនេះយើងក៏មកដាំទឹករបស់យើងចំនួន2លីត្រនឹងឲ្យពុះសិនយើងដាំទឹកនឹងឲ្យពុះល្អបងប្អូនអញ្ចឹងខណៈពេលដែលយើងរងចាំទឹកពុះយើងក៏មកថ្លឹងគ្រឿងក្រៅរបស់យើងដែលយើងដាក់ចានអញ្ចឹងមកហើយយើងចេកដកទម្ងន់ចាននឹងចេញណានេះហើយយើងថ្លឹងជាមួយនឹងម្សៅអូវ៉ាន់ទីនចំនួន250ក្រាមដែលវាស្មើនឹង2ខាំកន្លះបងប្អូនតាមមកទៀតយើងក៏ថ្លឹងជាមួយនឹងម្សៅទឹកដោះគោចំនួន120ក្រាមថ្លឹងដល់លេខ120អញ្ចឹងមករួចហើយឥឡូវនេះយើងក៏ចាប់ផ្ដើមវាល់ជាមួយនឹងប្រភេទទឹកដោះគោយើងវិញម្ដងចំពោះអូវ៉ាន់ទីនចកដាក់ដបនេះបងប្អូនអាចធ្វើលក់បានណាបងប្អូនឥឡូវនេះយើងក៏មកវាល់ទឹកដោះគោអញ្ចឹងមកដូចយើងប្រើជាមួយនឹងទឹកដោះគោស្រស់กระដាស់ចំនួន200មីលីលីត្រយើងវាល់ដល់លេខ200បន្ទាប់មកយើងក៏បន្ថែមជាមួយនឹងទឹកដោះគោរាវខាណេសិនហ្នឹងចំនួន100មីលីលីត្រទៀតមកអញ្ចឹងសរុបបូកចូលគ្នាវា300យើងអត់ប្រើទឹកដោះគោខាណេសិនសុទ្ធទាំង300ទេបងប្អូនដោយសារតែទឹកដោះគោខាណេសិនកระដាស់ហ្នឹងទឹកដោះគោខាណេសិនរាវហ្នឹងវាមានជាតិខ្ទិះមានជាតិតលាន់ណាវាដូចភេទដោះគោស្រស់ទេអញ្ចឹងបើយើងត្រូវប្រើលេខដោះគោស្រស់យើងអត់ប្រើខាណេសិនសុទ្ធទេបងប្អូនឥឡូវនេះយើងក៏វាល់ជាមួយនឹងទឹកដោះគោខាប់ម្ដងដែលយើងប្រើជាមួយនឹងទឹកដោះគោខាប់ចំនួន300 ml សម្រាប់ទឹក2លីត្រតែជាតិផ្អែមបងប្អូនអាចបន្ថែមបន្ថយបានយើងអត់កំណត់ទេបងប្អូនគឺទឹក2លីត្រដាក់ទឹកដោះគោខាប់ចំនួន300នេះគឺមកផ្អែមល្មមតែបើអ្នកអត់ចូលចិត្តផ្អែមទេបន្ថយបានតែបើអ្នកចូលចិត្តផ្អែមជាងនឹងអាចតឡើងបានហើយក៏បងប្អូនអាចដាក់ស្ករសលាយទឹកដោះគោខាប់ក៏បានដែរបើចង់ឲ្យចោលដោះគោខាប់ណាបន្ទាប់ពីទឹករបស់យើងពុះហើយយើងក៏ចាក់ជាមួយនឹងម្សៅអូវ៉ាន់ទីនរបស់យើងចូលហើយយើងក៏ចាក់ជាមួយនឹងម្សៅដោះគោរបស់យើងចូលrồiហើយយើងក៏កូរម្សៅរបស់យើងនឹងឲ្យវារលាយចូលគ្នាល្អដោយសារតែទឹកពុះចឹងក៏ដាក់ទៅកូនទៅគឺរលាយអស់បងប្អូនហើយយើងក៏ចាក់ប្រភេទទឹកដោះគោស្រស់ដោះគោខាប់របស់យើងចូលទៀតមកហើយយើងត្រូវទុកអូវ៉ាន់ទីនរបស់យើងនឹងឲ្យវាត្រជាក់សិនមិនយើងអាចយកមកច្រកដាក់ដបកើតនៅពេលដែលអូវ៉ាន់ទីនរបស់យើងត្រជាក់ហើយយើងក៏ចាក់វាចូលក្នុងកែវដែលមានម៉ត់ស្រួចចឹងមកដើម្បីងាយស្រួលក្នុងការចាក់ចូលដបតូចៗចាបងប្អូនអញ្ចឹងអូវ៉ាន់ទីនទឹក2លីត្ររបស់យើងនេះចាំមើលថាច្រកបានប៉ុន្មានដបបងប្អូនគឺយើងប្រើប្រភេទដបនេះគឺយើងទិញមកគឺយើងត្រូវលាងទឹកឲ្យផ្កាប់ស្រោះវាស្អាតសិនតែយើងយកមកច្រកដាក់ដបអញ្ចឹងមុនពេលយើងចាក់អូវ៉ាន់ទីនចូលយើងបន្ថែមគុជតិចទៅនេះគឺជាប្រភេទគុជឆ្អិនស្រាប់រសជាតិ brown sugar របស់ឌីងម៉ាក់ឌីងហ្វុងបងប្អូនអញ្ចឹងអាប្រភេទច្រកដាក់ដបនេះយើងដាក់បានតែប្រភេទចំហួយឬក៏គុជឆ្អិនស្រាប់ចេះទេយើងអាចដាក់គុជស្ងោរយកទៅយើងស្ងោរខ្លួនឯងយកទៅដាក់កាទេបងប្អូនបើកាលណាដែលយើងដាក់គុជស្ងោរចូលទៅពេលដែលយើងក្លាស់សេយូរវាឡើងរឹងឡើងស្អិតអត់កើតទេអញ្ចឹងប្រភេទច្រកដាក់ដបដាក់បានតែប្រភេទចំហួយឬក៏គុជឆ្អិនស្រាប់ទេបន្ទាប់ពីយើងដាក់គុជឆ្អិនរបស់យើងចូលរួចហើយយើងក៏ចាប់ផ្ដើមចាក់អូវ៉ាន់ទីនរបស់យើងចូលក្នុងដបនឹងមកអញ្ចឹងដបនេះគឺវាមានចំណុះ220មីលីលីត្រតែបើសិនជាបងប្អូនចង់បានចំណុះតូចជាងនឹងចង់បានច្រើនដបទិញដបដែលមានចំណុះតូចជាងនឹងទៀតក៏បានដែរអញ្ចឹងចំពោះអូវ៉ាន់ទីន2លីត្រនេះចំណាយអស់ប្រហែល15000រៀលដោយម្សៅអូវ៉ាន់ទីនគឺយើង2ខាំកន្លះហ្នឹងអស់5000ម្សៅទឹកដោះគោអស់1500ជាមួយនឹងទឹកដោះគោខាប់ទឹកដោះគោស្រស់ទៀតអស់ដូចជា8-9000ទៀតអញ្ចឹងបូកចូលគ្នាទៅអស់ប្រហែលជា15000ប្រហែលបងប្អូននេះក៏គិតស្រួសត្រួសទេអញ្ចឹងបងប្អូនអាចលេខលោកបានថាគូលក់មួយដបម៉ានអីចឹងណាហើយនឹងអត់តាន់បានគិតថ្លៃដបនេះដូចជាមួយ300ជាងអីដែរអញ្ចឹងបងប្អូនគិតលេខលោកតាមនឹងទៅថាគូលក់មួយដបម៉ានអញ្ចឹងណាអញ្ចឹងឥឡូវនេះចំពោះអូវ៉ាន់ទីនចំណុះទឹក2លីត្ររបស់យើងនេះគឺយើងច្រកបានដូចជាប៉ុណ្្នឹងដបបងប្អូនដូចជាបាន13ដបកន្លះដបនេះគឺជាຂະຫນាត1220តែបើបងប្អូនច្រកຂະຫນាតតូចជាងហ្នឹងអាចបានច្រើនជាងនឹងទៀតបងប្អូនអញ្ចឹងអូវ៉ាន់ទីនទឹក2លីត្រនេះគឺច្រកបាន13ដបនឹងកន្លះហើយយើងធ្វើបែបនេះគឺយើងអាចក្លាសេក្នុងទូទឹកកកបានពី5ថ្ងៃទៅមួយអាទិត្យគឺយើងក្លាសេចប់រហូតតែបងប្អូនហើយរសជាតិរបស់វាក៏ឆ្ងាញ់ដែរបងប្អូនអាចសាកធ្វើបានណាជាចុងក្រោយបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់បានគ្រឿងផ្សំកាហ្វេឬក៏គ្រឿងផ្សំតែគុជអាចតាក់ទងបានខាងเพจរបស់ខ្ញុំបានដាក់នេះណាអរគុណច្រើនអ្នកទាំងអស់គ្នា